Hello សួស្តីបងប្អូនទាំងអស់គ្នាមកយាយឥឡូវហ្នឹងគឺចិត្តដាច់ឆ្នាំទៀតហើយបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមានរឿងចែកជូនទៅដល់បងប្អូនទាំងអស់គ្នាស្ដាប់ផងដែរបាទមានបងស្រីម្នាក់ចែករំលែកមកដល់ខ្ញុំបាទផ្ទាល់បងប្អូនទាំងអស់គ្នាស្ដាប់រឿងនេះដែរគឺជារឿងរបស់បងស្រីផ្ទាល់តែម្ដងប៉ុន្តែបងស្រីអត់ហ៊ានឲ្យបញ្ចេញឈ្មោះអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទពួកខ្ញុំចង់បញ្ចេញឈ្មោះដែរអញ្ចឹងទៅតែគាត់ថាអត់បាយបញ្ចេញទេហ្នឹងហើយបងប្អូនអរគ្នាបាទគឺរឿងហ្នឹងគឺមានឈ្មោះថាបងតាខ្លាំងអញ្ចឹងណាបងប្អូនអរគ្នាបាទតាអញ្ចឹងណាហ្នឹងហើយអាយុច្រើនមែនបងប្អូនអរគ្នាតែខ្លាំងអញ្ចឹងណាហ្នឹងហើយបងប្អូនអរគ្នាបាទសាច់រឿងដំបូងឡើយហ្នឹងគឺបងស្រីហ្នឹងបងប្អូនអរគ្នាបាទបងស្រីម្នាក់ហ្នឹងណាគាត់បានស្គាល់បរិសម្នាក់ដែលនៅក្នុងភូមិស្រុករបស់គាត់អញ្ចឹងទៅហ្នឹងហើយពេលហ្នឹងហើយក៏គាត់បានតាក់ទងគ្នាស្រឡាញ់គ្នាអញ្ចឹងណាបងប្អូនអរគ្នាបាទហ្នឹងហើយគាត់បានស្រឡាញ់គ្នាយូរដែរបងប្អូនអរគ្នាបាទគិតមើលទៅបងប្អូនអរគ្នាបាទមនុស្សយើងស្រឡាញ់គ្នាគឺតាក់ទងគ្នាគឺយូរខ្លាំងណាបងប្អូនអរគ្នាបាទមិនមែនតាក់ទងមួយថ្ងៃពីរថ្ងៃទេអញ្ចឹងណាហ្នឹងហើយបងប្អូនអរគ្នាបាទពេលហ្នឹងក៏បងស្រីម្នាក់ហ្នឹងក៏គាត់បានស្រឡាញ់និយាយថាសង្សារអញ្ចឹងបងប្អូនអរគ្នាបាទសង្សារគាត់បានតាក់ទងសង្សាររបស់គាត់ហ្នឹងគេចូល3ឆ្នាំបងប្អូនអរគ្នាបាទ3ឆ្នាំអញ្ចឹងណាពេលហ្នឹងហើយគាត់ក៏បានរៀបការរៀបអីមួយគ្នាដែរបងប្អូនអរគ្នាបាទហើយភាសាគ្រួសាររបស់បងប្រុសហ្នឹងគឺក្រីក្របងប្អូនអរគ្នាគ្រួសាររបស់គាត់ហ្នឹងគឺក្រីក្រខ្លាំងមែនទែនរោគព្រឹកខ្វះងាយរោគងាយខ្វះព្រឹកអីចឹងទៅពេលហ្នឹងហើយក៏បងប្រុសអាចនិយាយបានថាគាត់ក៏មិនមែនជាអ្នកកូនអ្នកមានអីចឹងណាប៉ុន្តែបងស្រីម្នាក់ហ្នឹងគឺគាត់ជាកូនអ្នកធូធាសំលមោផងដែរអ្នកគ្នាគឺជាគ្រួសាររបស់បងស្រីហ្នឹងគឺគ្រួសាររបស់គាត់ហ្នឹងមិនមែនក្រអីណាទេបងប្អូនទេបាទមកសំលមោមកចិញ្ចឹមកូនគាត់រស់អីចឹងណាថ្ងៃពេលហ្នឹងក៏គាត់បានតាក់ទងជាមួយបងប្រុសចឹងទៅហើយពេលហ្នឹងក៏បងស្រីហ្នឹងបងប្អូនអរគ្នាបាទបងស្រីនិងបងប្រុសហ្នឹងគឺគ្រួសាររបស់បងស្រីរបស់បងប្រុសហ្នឹងគឺគ្រួសាររបស់គាត់គឺក្រីក្រពេកអញ្ចឹងណាបងប្អូនអរគ្នាបាទអញ្ចឹងទៅក៏ធ្វើឲ្យឪពុកម្ដាយខាងបងស្រីហ្នឹងអត់សូវពេញចិត្តអញ្ចឹងណាបងប្អូនអរគ្នានឹងគ្រួសាររបស់បងស្រីហ្នឹងក៏អត់សូវពេញចិត្តទេដោយសារគ្រួសាររបស់បងប្រុសហ្នឹងគឺគាត់ក្រីក្រហើយទី1គាត់រៀនឋានៈតិចទៀតរៀនបានខ្ពង់ខ្ពស់ដូចគេដូចឯងអញ្ចឹងណាហ្នឹងហើយពេលហ្នឹងក៏គាត់ចាប់ដើមចង់ផ្ដាច់ទំនាក់ទំនងអញ្ចឹងណាបងស្រីម្នាក់ហ្នឹងគឺគាត់អត់ចង់ផ្ដាច់ទំនាក់ទំនងមួយបងប្រុសទេបងប្អូនអរគ្នាបាទតែធ្វើមិនដោយសារតែគ្រួសាររបស់គាត់ហ្នឹងត្រូវការមនុស្សដែលមានសមត្ថភាពហើយដែលមានកម្លាំងមាំមួនដើម្បីមកគ្រប់គ្រងគ្រួសារគាត់អញ្ចឹងទៅពេលហ្នឹងក៏បងប្រុសនិងបងស្រីគាត់អត់សូវបានជួបគ្នាអីប្រហែលទេបងប្អូនអរគ្នាបាទទោះបីគាត់បានជួបគ្នាមែនបងប្អូនអរគ្នាគាត់ថាគាត់រៀងជួបគ្នាលួចជួបគ្នាអញ្ចឹងណាមិនបានជួបគ្នាពេញលេញអីទេយូរទៅជួបគ្នាម្ដងអញ្ចឹងណាអធិស្ឋានបងប្អូនអរគ្នាបាទទឹកមាត់សិនពេលហ្នឹងក៏គាត់បានណាត់បងប្រុសម្នាក់ហ្នឹងដើម្បីជួបគ្នាម្ដងទៀតបងប្អូនអរគ្នាគាត់ក៏បានណាត់បងស្រីម្នាក់ហ្នឹងជួបគ្នាម្ដងទៀតពេលហ្នឹងក៏គាត់បាននិយាយរាយរាប់ប្រាប់ទៅបងអញ្ចឹងណាទៅបងប្រុសម្នាក់ហ្នឹងអញ្ចឹងទៅពេលហ្នឹងក៏បងប្រុសអាចនិយាយបានថាគាត់គ្រួសារគាត់ក្រីក្រផងអីផងអញ្ចឹងទៅក៏ពិបាកហើយណាមួយគ្រួសាររបស់បងស្រីហ្នឹងគឺជីវភាពមកសំរុំហើយមានកូនអត់បើអញ្ចឹងណាហើយពេលហ្នឹងក៏គាត់បាននិយាយប្រាប់រាយរាប់គ្រប់យ៉ាងទាំងអស់ថាដោយសារគ្រួសារមួយថ្ងៃហ្នឹងក្រពេកម៉ាក់ប៉ាបងអូនហ្នឹងអត់ហ៊ានឲ្យតាក់ទងមួយបងឯងទេខ្លាចពេលតាក់ទងមួយបងឯងទៅពេលការពេលអីទៅអត់មានលុយការមានអីអញ្ចឹងណាថ្ងៃពេលហ្នឹងបងប្រុសម្នាក់ហ្នឹងក៏គាត់អត់បានថាអីដែរបងប្អូនអរគ្នាបាទគាត់អត់បានថាអីទេដោយសារជីវភាពគាត់គឺក្រខ្លាំងមែនទែនអង្គគ្នាក្រពេលហ្នឹងហើយក៏បានត្រឡប់ទៅផ្ទះរៀងខ្លួនបងប្អូនអរគ្នាបាទហ្នឹងក៏បានត្រឡប់ទៅផ្ទះរៀងខ្លួនអញ្ចឹងណាពេលហ្នឹងក៏គាត់នៅតែតាក់ទងតាមលេខតាមអីអញ្ចឹងណាបងប្អូនអរគ្នាបាទ
ก็ไงមួយក៏គាត់បានទេទៅសង្សាររបស់គាត់ដល់ពេលគាត់បានទេទៅសង្សាររបស់គាត់ក៏បងប្រុសក៏បានលើកបងប្អូនអរគ្នាបាទបងប្រុសនឹងក៏បានលើកនិយាយរ៉ាប់គ្នាអញ្ចឹងណាហ្នឹងហើយពេលហ្នឹងហើយក៏ម្ដាយខាងបងស្រីហ្នឹងក៏លឺដល់ពេលម្ដាយខាងបងស្រីហ្នឹងក៏លឺក៏បានទាញទូរស័ព្ទអញ្ចឹងណាដើម្បីនិយាយជាមួយដល់ពេលគាត់និយាយទៅគាត់ថាគាត់នឹងអត់ចង់ឲ្យតាក់ទងមួយគ្នាទៀតទេដោយសារតែគ្រួសារបងប្រុសនឹងគឺក្រីក្រអញ្ចឹងណាបងប្អូនអរគ្នាបាទក្រីក្រហើយណាមួយរោគព្រឹកខ្វាំងងាយរាល់ថ្ងៃខ្វះព្រឹកតែមានជីវភាពអាណាមកចិញ្ចឹមកូនគាត់នោះអីអញ្ចឹងទៅពេលហ្នឹងគឺបងប្រុសពិបាកចិត្តផងអីផងយរួមមនុស្សដែលក្រគឺពិបាកខ្លាំងមែនទែនបងប្អូនអរគ្នាហ្នឹងហើយបងស្រីក៏គាត់ពិបាកចិត្តខ្លាំងណាស់ដែរបងប្អូនអរគ្នាពេលហ្នឹងហើយគាត់បានជារំថាគាត់នឹងចង់ទៅជាមួយបងប្រុសអញ្ចឹងណាដោយសារតែម៉ាក់ប៉ារបស់គាត់នឹងបង្ខំឲ្យយកតាម្នាក់បងប្អូនអរគ្នាបាទបងតាអញ្ចឹងណាម៉ាក់ប៉ារបស់គាត់ដោយសារតានឹងមានដែរបងប្អូនអរគ្នាអត់មានហើយគាត់មេម៉ាយបងប្អូននេះបាទគាត់អាយុច្រើនគួរសមហើយបងប្អូននេះអាយុ70ឆ្នាំហើយពេលហ្នឹងក៏បងស្រីដាច់ខាតបងប្អូនអរគ្នាបាទគាត់អត់ចង់ការជាមួយអញ្ចឹងណាតែសម្រាប់ម៉ាក់ប៉ារបស់គាត់គឺបង្ខំគាត់ឲ្យការជាមួយតាហ្នឹងដល់ពេលអញ្ចឹងក៏បងស្រីអាចនិយាយបានថាគាត់ចង់ស្លាប់ខ្លួនផងអីផងអញ្ចឹងទៅគាត់ចង់ស្លាប់ខ្លួនផងអីផងទៅប៉ុន្តែគាត់អត់បានសម្រេចបងប្អូននេះបាទធ្វើឲ្យបានសម្រេចអញ្ចឹងទៅពេលហ្នឹងក៏ម៉ែឪរបស់គាត់ហ្នឹងក៏មកធន់រហូតក៏ធ្វើឲ្យបានសម្រេចទេពេលហ្នឹងក៏បងស្រីគាត់បានសម្រេចចិត្តថាចង់រត់តាមបងប្រុសអញ្ចឹងណាហ្នឹងហើយចង់រត់តាមបងប្រុសប៉ុន្តែសម្រាប់បងប្រុសវិញគឺគាត់អត់ចង់ឲ្យខុសប្រពៃណីអញ្ចឹងណាបងប្អូនអរគ្នាហ្នឹងហើយគាត់អត់ចង់ខុសប្រពៃណីទេពេលអញ្ចឹងទៅក៏គាត់អត់មានអីច្រើនទេបងប្អូននេះបាទគាត់មានតែសុំដាច់សាច់មួយគ្នាកុំតាក់ទងគ្នាទៀតអីអញ្ចឹងហ្នឹងហើយចាប់ពីថ្ងៃហ្នឹងមកគឺគាត់បានតាក់ទងគ្នាទៀតទេបងប្អូននេះបាទគាត់បានតាក់ទងគ្នាទៀតទេពេលហ្នឹងហើយក៏តានឹងក៏បានមកលេខផ្ទះអីចឹងណាបងប្អូនអរគ្នាបាទក៏បានទិញដូចជាផ្លែឈើផ្លែអីមកអញ្ចឹងទៅពេលហ្នឹងគឺបងស្រីគ្មានបានមើលមុខតានឹងបន្តិចទេបងប្អូនអរគ្នាបាទយើងស្អប់អញ្ចឹងណាហើយរួមទៅអត់មើលមុខតានឹងបណ្ដោយពេលហ្នឹងក៏គាត់ស្អប់ខ្លាំងមែនទែនបងប្អូនអរគ្នាបាទហើយសម្រាប់តានឹងវិញគឺរៀងច្រលើបន្តិចណាបងប្អូនអរគ្នាបាទរឿងចង់បានស្រីស្អាតអីចឹងណាហ្នឹងហើយពូបងស្រីគាត់ហ្នឹងគឺគាត់ស្អាតបងប្អូនអរគ្នាបាទស្អាតប៉ុន្តែបជាបងប្អូនអរគ្នាបាទតាហ្នឹងគឺគាត់បានមរណភាពទៅហើយបងប្អូនអរគ្នាបាទមរណភាពហើយពេលហ្នឹងក៏តាហ្នឹងក៏បានចូលមកនិយាយចូលសួរយកអីណាដូចមានផ្លែឈើចាស់មួយចំនួនផ្សេងអីមកអញ្ចឹងណាបងប្អូនអរគ្នាបាទសម្រាប់បងស្រីម្នាក់ហ្នឹងគឺគាត់ចង់រត់ទៅចង់កបន្តទៀតបងប្អូនអរគ្នាបាទយល់ទៅគាត់ចង់សម្លាប់ខ្លួនយកដល់ហ្នឹងតែsaoគាត់អត់ចង់តាការមួយតាហ្នឹងទេទូទៅមើលទៅតាហ្នឹងចង់គោចាស់ចង់ស៊ីស្មៅខ្ចីអញ្ចឹងណាហ្នឹងហើយពេលហ្នឹងហើយក៏បងស្រីពិបាកចិត្តគាត់ក៏បានធ្វើសកម្មភាពទៅចងកម្ដងទៀតប៉ុន្តែអត់បានសម្រេចបងប្អូននេះតែម៉ាក់ប៉ារបស់គាត់ទៅទន់រហូតមិនដែលបានចងកបានទន់ពេលហ្នឹងហើយក៏គាត់មិនដឹងធ្វើម៉េចទៀតទេចំណែកម៉ាក់ប៉ារបស់គាត់វិញក៏បានព្រមព្រៀងជាមួយតានឹងផងដែរបងប្អូនអរគ្នាបាទព្រមព្រៀងអញ្ចឹងណាក៏បានព្រមព្រៀងគ្នានឹងលើកូនឲ្យតានឹងឯងពេលហ្នឹងក៏បងស្រីគាត់មិនដឹងធ្វើម៉េចគាត់ក៏បានយកព្រមតែម្ដងទៅបងប្អូនអរគ្នាបាទគាត់ក៏បានយកព្រមតែម្ដងទៅដោយសារម៉ាក់ប៉ារបស់គាត់គឺបង្ខំពេកបងប្អូនអរគ្នាបាទបង្ខំខ្លាំងហើយដល់ថ្នាក់បងស្រីនឹងគឺຕົកចិត្តទប់អារម្មណ៍អត់បានដោយសារតែគាត់ស្រឡាញ់សង្សារគាត់ខ្លាំងណាស់ដែរបើជាសម្រាប់បងប្រុសវិញគឺគាត់
อดไอ้ได้บางปนเนี่ยว่าทอมาตาซาตะกอดกรอกันไอ้แม่นี่จังนะกอดจังอ้อยสองสาวว่ากอดนั่งโมบุบะจะมวยกอดได้เป็นจังtới bong sợi mình nâng cả ban tới cho môi ta nâng tới nằm bây mười chăn nằm mười khai mười bali mười ấy nằm bây cài chứ nó mà buồn học này này bên nâng cả bong sợi mình nâng cả ban tới mày mà buồn học này là về cái con cu mà tới ta ở đây tê ai cả ba này ba chứ buồn học này bên nâng cả con ban đong ngày ca mà buồn học này đong ngày ca có miền nè phum xin màu chỉ trơn nè đầm bay mùa mưa tạ nâng hay nâng bong sấy nâng này bên nâng có cọt bàn riêng on chật khăn nào đây bong bồn này miền nè phum khá tiên nâng dày tha bong sấy nâng chọn bàn lùi ta nâng gì chẳng á mưa khơi để lùi thì chật bọc bong song xa còn anh chào anh chẳng từ còn ta luôn ấy nhỉ đăng rừng tay khăn hồ bọc cây phong cho ta hà một giấy chẳng nó mong bộ nó này sập ca mơ nghi cứ nẹt mơ nghi cứ trăng khlang mình tên mong bộ nó này trăng khlang bằng bên năng ấy gặp quát ban ca mơ nghi về nẹt sọc nẹt phum xinh là bong phong cho mũi chẳng nó mong bộ nó này năng ấy bên năng cứ quát anh giấy bàn tha quát của bạn chật quát cắt tóc phong hay phong bên năng cột ban ca rồi bong bóng này và cứ rầm năng ban ca rồi năng vân tần ni nào bong bóng này ơi cột zoom phong ấy chứ nó cái cột ca hay cột chạ sau kinh mà này anh từ bong bóng này mà cột ban oi ta năng thì ở đây bọc cột năng kê nhiều mũi tì là cả rồi sao cột sọp ấy chứ nó cột ban chạ sau kinh mà này anh chẳng được bên năng ai có bóng xoay trong con nó thì bóng bộ nó thì trong con thì bên tay trong con lớn nó cứ ăn miếng sai bóng bộ này mà cái dương trong sai thầm đá là bên chân nó bị phơi là bị phơi là bên trong nó bị bạ bị đạch sai nó ngay chỉ làm bạ bóng bộ nó này bị đạch sai năng là bên chân tay có bóng xoay anh vậy băng tha con riêng on chật on đây phong đây tapi chẳng cái mai ở bỏ con nó cả ban chả sau không của nó thì mà chả sau nó bị ở ta nó cho tập non chẳng nào vừa ở dùng nó cứ dùng kẹp từ mông mình chẳng nó này ác này mà ban chỉnh chọn vậy nên cái bong sấy cái ban kia nhồi ta nó dần từ bong của nó này cái thòng đá người ta nó tên thời chẳng á ngày thì mùi ấy chừng ngày thì pi với một con này mà cứ mai cái mày bỏ con nó mày phải bỏ ta nó còn ban tinh play sạch cô bong của lia sạch cố á đâm bay ở ta năng hộp ở miền cả lăng chứ đâm bay bị rút này bên trong tới cứ ta năng cứ khăng men một bộ này mà khăng men cứ vay gì cũng tới ban chỉnh chọn nó cứ ở đây trong đỏ chứ nó băng bộ này mà gì cũng tới ta năng cứ chơi tới ở trong đỏ vô rồi cứ cất trong tàu vay vô chẳng là băng bộ này này bên nó cứ bong sợi anh vậy băng ta cất ban sợi băng ta nó ngay bong bộ nó này bà cất pro mùi ta nó ngay chứ ta trong này bong sợi nữa nó mình ta bị ban ta nó mà rồi nó mùi máu cứ cất mẹ rồng ta sợi chứ nó rồi sao ta nó cứ khăng đơ bong bộ nó này mà khăng chẳng ta cứ cất cần là bánh chặt ta nó tư chẳng từ lô từ đó còn ban côn mùi bong bộ nó này bà ban côn mùi có tình chém con rô lô từ đó là dục phải chia mà chăm pi chăm một con này mà con vô mùi tì bông bông này mà cứ ta nó khăng mình tên dục trong từ hai chiêng để bông bông cứ khăng ta nó như đúng chênh một đống cứ lọ khăng mình tên bông bông hay lấy nó cứ con miên con cho nó buồn nè bông bông này bà buồn nè cứ ta nó cứ khăng nè đây bông bông này mà đây ta nó cất ban mồ nạp hiệp hơi chẳng là bông bộ nó này và riêng bao dương có miền tập năng đá bông bộ nó này mà hay có cún chả từ đó bông bộ cái mua chụp núi để bàn control với tổ trong bàn to tầm đó bông bộ nó này bạn này ở cún chả làm thế bông bộ nó này mà hay riêng bao dương có chọc tại bàn này chấm hai sai miền riêng bông mua chụp núi để bàn đó
គាត់អត់ទៅសេមកខ្ញុំអញ្ចឹងណាឲ្យខ្ញុំសម្រាយរឿងនឹងឲ្យអញ្ចឹងណាបងប្អូននេះបាទគឺគាត់ចង់ឲ្យតែសម្រាយរឿងរបស់គាត់ផ្ទាល់អញ្ចឹងទៅគាត់អត់មានប្រឌិតមានអីមកទេអញ្ចឹងណាបងប្អូននេះបាទអរគុណច្រើនបងប្អូនអរគ្នាខ្លាំងមែនទែន